បាទសួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំមកនិយាយអំពីដែលយើង boot ទៅវាជាប់ preparing រយៈពេលយូរណាជាក់ស្ដែងដូចជា account របស់ខ្ញុំនេះគឺវាជាប់យូរមែនតើបាទតាំងពីព្រឹករហូតមកដល់យប់ស្មាននេះម៉ោង 7:48 នាទីហើយវានៅតែលុប preparing ទៀតអញ្ចឹងដំណោះស្រាយរបស់យើងគឺយើងត្រូវទៅឆាតទៅខាង support របស់ Facebook ផ្ទាល់ដែលមិនមែនជា bot ទេគឺជាមនុស្សជាអ្នកធ្វើការហើយគេនឹងរកដំណោះស្រាយយើងបានឆាប់រហ័សអញ្ចឹងដំបូងយើងចូលសញ្ញាសញ្ញាឧទានអញ្ចឹងមកយើងឃើញអញ្ចឹងយើងចុចពាក្យ contact support អូខេមកដល់ត្រង់ចំណុចនេះយើង select យក account ដែលយើងមានបញ្ហា account របស់ខ្ញុំគឺ Lina David នេះបន្ទាប់មកបញ្ហាអីយើង select មកគឺយើង preparing you អូខេអញ្ចឹងយើង scroll រកមកបញ្ហារបស់យើងហ្នឹងបាទ asset របស់យើងគឺ preparing អូខេអញ្ចឹងយើងចុច submit មកដល់ត្រង់ចំណុចនេះយើងត្រូវបំពេញ email របស់យើងចូលណាគេឲ្យយើងដាក់ email អញ្ចឹង email របស់ Facebook យើងដែលមានបញ្ហាហ្នឹងអញ្ចឹងខ្ញុំដាក់ email ខ្ញុំចូលហើយខាងក្រោមយើងដាក់លេខទូរស័ព្ទរបស់យើងណាអូខេនៅត្រង់ចំណុចកណ្ដាលគឺគេឲ្យយើង detail អំពីបញ្ហាអញ្ចឹងយើងសរសេរយើង I want to check my asset preparing ណាគឺវាមានរយៈពេលយូរអញ្ចឹងយើងត្រូវការឲ្យគេ check មើលបាទអញ្ចឹងបន្ទាប់មកយើងចុចពាក្យ submit ណាប៉ុន្តែខ្ញុំបញ្ជាក់ដល់អ្នកគ្នាដោយសារតែខ្ញុំបានឆាតទៅជាមួយគេហើយអញ្ចឹងខ្ញុំអត់ submit ទៀតទេអញ្ចឹងមើលអ្នកទាំងអស់គ្នាអត់ដែលបានឆាតទេយើង submit ទៅហើយយើងនឹងចូលទៅឆាតជាមួយផ្ទាល់ជាមួយនឹងខាងក្រុម support របស់គេហើយបាទអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាអរគុណច្រើនណា